របៀបធ្វើតម្រូវការសៀវភៅសិក្សាគោលតាមប្រព័ន្ធ TNT សូមចូលទៅកាន់កម្មវិធី Telegram រួចចុចលើតំណអក្សរពណ៌ខៀវដែលមានភ្ជាប់មកជាមួយសេចក្តីជូនដំណឹងបន្ទាប់មកវាបញ្ចូលលេខកូដសាលារៀនរបស់អ្នកចូលទៅក្នុងប្រអប់លេខកូដសាលារៀន IMEIS Code ហើយប្រអប់លេខសម្ងាត់នឹងចាប់យកលេខកូដ IMEIS ដោយស្វ័យប្រវត្តិរួចចុចលើពាក្យចូលគណនីបន្ទាប់មកអ្នកត្រូវបង្កើតលេខសម្ងាត់ថ្មីជាលេខចាប់ពី4ខ្ទង់ឡើងទៅក្នុងប្រអប់លេខសម្ងាត់និងវាបញ្ចូលលេខសម្ងាត់ឡើងវិញក្នុងប្រអប់បញ្ជាក់លេខសម្ងាត់ម្ដងទៀតរួចចុចលើពាក្យយល់ព្រមបន្ទាប់មកចូលទៅកាន់មុខងារធ្វើតម្រូវការរួចបន្តចុចលើពាក្យដាក់ការស្នើសុំសូមបំពេញចំនួនសិស្សប៉ាន់ស្មាននិងចំនួនសៀវភៅដែលមានសម្រាប់ប្រើប្រាស់ដើមឆ្នាំហើយបំពេញតាមកម្រិតថ្នាក់និងចំណងជើងសៀវភៅនីមួយៗបន្ទាប់ពីបំពេញរួចរាល់ហើយសូមផ្ទៀងផ្ទាត់ឡើងវិញរួចចុចលើពាក្យរក្សាទុកដើម្បីទាញយករបាយការណ៍ធ្វើតម្រូវការសៀវភៅសិក្សាគោលសូមចុចលើពាក្យទាញយកបន្ទាប់មកជ្រើសរើសប្រភេទឯកសារជា PDF រួចចុចលើពាក្យ Save បន្ទាប់មកសូមជ្រើសរើសទីតាំងដើម្បីរក្សាទុកឯកសាររួចចុចលើពាក្យ Save ជាការស្រេចសូមអរគុណ